ពិភពលោកកំពុងតែឈានទៅរករំដៅមរណៈហើយបងប្អូនខណៈពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនទាន់បានបញ្ចប់នៅឡើយប៉ុន្តែមកទល់ថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំសម្បើមមួយនៅលើគោលដៅជាង100កន្លែងក្នុងប្រទេសអ៊ីរ៉ង់ជាពិសេសរួមទាំងកន្លែងផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរជម្រាបក្នុងវីដេអូនេះខ្ញុំបាននឹងលើកយកហេតុការណ៍នៃការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ដែលកំពុងតែរំជើបរំជួលនៅទូទាំងពិភពលោកដែលត្រូវបានគេសង្ស័យថាវាអាចជាចលនាមួយជំរុញឲ្យមានសង្គ្រាមលោកលើកទី3ទៀតផងនៅក្នុងវីដេអូនេះយើងនឹងធ្វើការវិភាគឲ្យបានស៊ីជម្រៅដោយផ្អែកទៅលើការធ្វើបច្ចុប្បន្នភាពនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ថ្មីភ្លាមជូនលោកអ្នកនាងមិនឲ្យខកបំណងឡើយមួយវិញទៀតយើងនឹងសិក្សាឲ្យបានស៊ីជម្រៅអំពីមូលហេតុនៃសង្គ្រាមមួយនេះដោយផ្អែកលើទិដ្ឋិកសំខាន់រួមជាមួយនឹងការព្យាករណ៍អំពីស្ថានភាពការវាយប្រហាររបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់ជាបន្តទៀតទៅថ្ងៃខាងមុខនិងអនាគតនៃសង្គ្រាមមួយនេះតើវាអាចនឹងប៉ះពាល់ឬក៏ជាចំណុចចាប់ផ្ដើមនៃសង្គ្រាមធំឬសង្គ្រាមលោកលើកទី3ដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅថ្ងៃអនាគតតើចិននិងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អ៊ីរ៉ង់មួយនេះអាចនឹងប្រតិកម្មបែបណាចំពោះការវាយប្រហារមួយនេះតើពួកគេអាចនឹងចូលជួយអ៊ីរ៉ង់ដែរឬទេប្រសិនបើមានការវាយប្រហារតាមរយៈផែនការដែលលោកដូណាល់ត្រាំបានរៀបរាប់ខាងលើថានឹងមានផែនការវាយប្រហារខុសៗជាងនេះប្រសិនបើអ៊ីរ៉ង់មិនបញ្ចប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេបញ្ចប់វីដេអូនេះកុំភ្លេច like share និង subscribe ម្នាក់មួយកុំឲ្យខាតពេលយូរសូមគោរពអញ្ជើញបងប្អូនប្រិយមិត្តទេសជនតាមដានជាមួយខ្ញុំដូចតទៅទីក្រុងតេអ៊ីរ៉ង់របស់ប្រទេសអ៊ីរ៉ង់បាននិយាយថាការវាយប្រហារនេះគឺជាការប្រកាសសង្គ្រាមខណៈដែលមេបញ្ជាការយោធាជាន់ខ្ពស់និងអ្នកវិទ្យាសាស្ត្ររបស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅយប់ថ្ងៃសុក្រនេះការវាយប្រហារលើកនេះរបស់អ៊ីស្រាអែលពិតជាចំគោលដៅល្អណាស់គឺរហូតដល់ជាង100កន្លែងឯណោះជាពិសេសជាងនេះទៅទៀតនោះគឺផ្ដោតទៅលើទីតាំងសំខាន់ដូចជារោងចក្រនុយក្លេអ៊ែរនិងទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់តែម្ដងក្នុងការវាយប្រហារនេះត្រូវបានគេសង្ស័យថាអ៊ីស្រាអែលបានប្រើយន្តហោះចម្បាំងមីស៊ីលឆ្លាតវៃយន្តហោះគ្មានមនុស្សបាក់ដ្រូនដែលមានសមត្ថភាពអាចវាយប្រហារចំគោលដៅសំខាន់ជាង100កន្លែងដូចនេះប្រភពព័ត៌មានអន្តរជាតិមួយចំនួនបានសន្និដ្ឋានថាអ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង F-35 និង F-16 ដែលមានសមត្ថភាពហោះចូលទៅកាន់ផ្ទៃអាកាសអ៊ីរ៉ង់កាន់តែជ្រៅដោយបានលាក់ខ្លួនយ៉ាងជិតពីរ៉ាដាការពារដែនអាកាសរបស់អ៊ីរ៉ង់ទន្ទឹមទៅនឹងការវាយប្រហារចំទៅលើច្រើនគោលដៅបែបនេះពួកគេបានប្រើនូវមីស៊ីលចម្ងាយឆ្ងាយឬក៏ហៅថា long range precision missile ព្រមទាំងប្រើប្រាស់ដ្រូនប្រភេទវាយប្រហារ combat UAV ដូចជា HIMARS 900ឬក៏ Herald ដែលអ៊ីស្រាអែលកំពុងតែមានសក្តានុពលនៅក្នុងការផលិតដ្រូនទាំងអស់នេះហើយគោលដៅសំខាន់ដែលអ៊ីស្រាអែលបានវាយប្រហារនោះគឺមានរោងចក្រនុយក្លេអ៊ែរនៅ Natanz មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរទីតាំងស្រាវជ្រាវមីស៊ីលនិងមន្ទីរពាក់ព័ន្ធទៅនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់មន្ត្រីយោធារបស់អ៊ីស្រាអែលបានចង្អុលបង្ហាញថាការវាយប្រហារនេះគ្រាន់តែជាដំណាក់កាលដំបូងនៃប្រតិបត្តិការធំរបស់ពួកគេតែប៉ុណ្ណោះជាពិសេសគឺលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងបានវាយតម្លៃនៃការវាយប្រហារមួយនេះគឺជាការវាយប្រហារដ៏ល្អឥតខ្ចោះរបស់អ៊ីស្រាអែលហើយបានព្រមថានឹងមានការវាយប្រហារបន្ថែមទៀតហើយរឹតតែមានភាពខុសជាងនេះលុះត្រាតែទីក្រុងតេអ៊ីរ៉ង់យល់ព្រមបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនដែលវាផ្ទុយទៅនឹងជំហរផ្លូវការរបស់ទីក្រុង Washington ដែលហៅសកម្មភាពរបស់អ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរនេះគឺជាសកម្មភាពឯកតោភាគីដែលអ៊ីរ៉ង់មានគោលបំណងមិនល្អនៅថ្ងៃអនាគតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិករបស់គាត់ថាការស្លាប់និងការបំផ្លិចបំផ្លាញយ៉ាងធំនៅក្នុងប្រទេសអ៊ីរ៉ង់មួយនេះប៉ុន្តែនេះមិនមែនជាពេលវេលានៃការបំផ្លិចបំផ្លាញដ៏អស្ចារ្យនោះទេវានឹងមានការវាយប្រហារដោយមានការគ្រោងទុកជាបន្តបន្ទាប់ទៅថ្ងៃខាងមុខទៀតហើយរឹតតែខុសខើជាងនេះហើយការវាយប្រហារនេះនឹងបន្តរហូតទៅដល់ទីបញ្ចប់ប្រសិនណាអ៊ីរ៉ង់មិនបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេនៅលើការបង្ហោះសារមួយផ្សេងទៀតរបស់លោកដូណាល់ត្រាំបានស្នើឲ្យអ៊ីស្រាអែលបើកការវាយប្រហារនៅថ្ងៃបន្ទាប់ពីការបដិឆេទកំណត់រយៈពេល60ថ្ងៃដែលលោកដូណាល់ត្រាំបានផ្ដល់ឲ្យអ៊ីរ៉ង់ដើម្បីទទួលបានកិច្ចព្រមព្រៀងបានមកដល់ថ្ងៃបញ្ចប់ហើយពីព្រោះតែនៅក្នុងរយៈពេល60ថ្ងៃនេះអ៊ីរ៉ង់មិនបានបញ្ឈប់សកម្មភាពមហិច្ឆតានៅក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅតាមការចង់បានរបស់សហរដ្ឋអាមេរិកឡើយហើយថ្ងៃនេះគឺជាថ្ងៃដែលមិនច្បាស់ថាអ៊ីរ៉ង់អាចនឹងមានឱកាសទី2ឬក៏អត់នោះទេការរៀបរាប់របស់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញអំពីគោលគំនិតកាន់តែស៊ីជម្រៅនៃការរៀបចំផែនការនិងការផ្ដល់ឱកាសឲ្យយោធាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិករៀបចំនៅប្រតិបត្តិការមួយនេះមកលើអ៊ីរ៉ង់តាមពិតទៅការរារាំងពីសហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់នៅក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះមិនមែនជារឿងថ្មីទេប៉ុន្តែវាមានប្រវត្តិជាប់ទាក់ទងទៅនឹងគោលនយោបាយរបស់ទីក្រុង Washington នៅក្នុងការបញ្ចប់មហិច្ឆតារបស់អ៊ីរ៉ង់នៃគោលបំណងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយនេះដោយមានប្រវត្តិដំបូងនោះគឺចាប់តាំងពីឆ្នាំ1979មកបន្លេចគឺអ៊ីរ៉ង់ចាប់ផ្ដើមមានគម្រោងអាវុធនុយក្លេអ៊ែរផ្លូវការនៅក្នុងសម័យសាធារណរដ្ឋផាឡាវីប៉ុន្តែក្រោយបដិវត្តឆ្នាំ1979មកបច្ចេកវិទ្យាមួយនេះត្រូវបានបន្តដោយស្ងៀមស្ងាត់បំផុតក្រោមគោលបំណងសន្តិភាពតាមការអះអាងរបស់អ៊ីរ៉ង់ប៉ុន្តែសហរដ្ឋអាមេរិកមិនជឿទុកចិត្តអ៊ីរ៉ង់ 100% ទេជាពិសេសសម្ព័ន្ធមិត្តអាមេរិកបានសង្ស័យថាអ៊ីរ៉ង់កំពុងតែបង្កើតអាវុធនុយក្លេអ៊ែរហើយសន្ធិសញ្ញា JCPOA ឆ្នាំ2015ក្រោមរដ្ឋបាលប្រធានាធិបតីអូបាម៉ាអាមេរិកបានចូលរួមជាមួយនឹង P5+1 មានចិនរុស្ស៊ីអង់គ្លេសបារាំងអាល្លឺម៉ង់ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញានាំអ៊ីរ៉ង់អាចការបង្កើតអាវុធនុយក្លេអ៊ែរដែលមានឈ្មោះថា JCPOA Iran Nuclear Deal អ៊ីរ៉ង់ត្រូវបានព្រមព្រៀងកាត់បន្ថយចំនួនអ៊ុយរ៉ានីយ៉ូមនិងបានបើកទ្វារឲ្យអ្នកត្រួតពិនិត្យអន្តរជាតិនៃអង្គការ IAEA ដើម្បីសន្មតថាអ៊ីរ៉ង់ពិតជាមានភាពស្មោះត្រង់នៅក្នុងការបញ្ឈប់នយោបាយផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងពិតប្រាកដប៉ុន្តែអ្វីដែលអាមេរិកមើលឃើញគឺអ៊ីរ៉ង់មិនមានភាពស្មោះត្រង់នៅក្នុងកិច្ចព្រមព្រៀងរបស់ខ្លួននៅឆ្នាំ2018គឺជាអាណត្តិដំបូងបំផុតរបស់លោកដូណាល់ត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនោះអាមេរិកបានដកខ្លួនចេញពី JCPOA នៅក្នុងខែឧសភាឆ្នាំ2018ដោយបានអះអាងថាសន្ធិសញ្ញានេះវាមានកម្រិតខ្សោយពេកហើយមិនអាចទប់ស្កាត់អ៊ីរ៉ង់បានយ៉ាងពិតប្រាកដនោះទេលោកត្រាំបានដាក់វិធានការសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះអ៊ីរ៉ង់លើគ្រប់វិស័យតែម្ដងចាប់ពីវិស័យប្រេងឆៅដល់វិស័យហិរញ្ញវត្ថុនិងធនាគារមួយចំនួនរបស់អ៊ីរ៉ង់ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់លួចសម្ងំពង្រឹងការផលិតអ៊ុយរ៉ានីយ៉ូមនិងបដិសេធការត្រួតពិនិត្យរបស់អាមេរិកហើយពីព្រោះតែអាមេរិកបានដកខ្លួនចេញពី JCPOA ហើយដូច្នេះអ៊ីរ៉ង់ក៏បានបដិសេធនៅការគោរពតាមសន្ធិសញ្ញា JCPOA ដែរហើយបន្តពង្រឹងកម្រិតអ៊ុយរ៉ានីយ៉ូម enrichment ទៅលើកម្រិតដែលអាចប្រើនៅក្នុងគោលបំណងយោធាជាង 60% ឯណោះនៅក្នុងខណៈពេលនោះអ៊ីរ៉ង់ក៏មានទំនាស់ជាបន្តបន្ទាប់នៅតាមតំបន់មួយចំនួនជាពិសេសនៅក្នុងតំបន់
នសមុទ្រមជ្ឈមបូព៌ាជាមួយអ៊ីស្រាអែលតាំងពីពេលដំបូងនៅក្នុងឆ្នាំ2025នេះលោកដូណាល់ត្រាំបានវិលត្រឡប់នៅក្នុងឆាកនយោបាយអន្តរជាតិក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចលេខ1លើលោកដូណាល់ត្រាំបានបង្កើតនូវប្រតិបត្តិការយោធាថ្មីៗនៅក្នុងតំបន់ជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការប្រឆាំងអ៊ីរ៉ង់ជាបន្តមួយវិញទៀតលោកដូណាល់ត្រាំបានបដិសេធចូលរួមជាថ្មីនៅក្នុងសន្ធិសញ្ញាណែនាំ JCPOA ប៉ុន្តែលោកត្រាំបានចង្អុលបង្ហាញថាអ៊ីរ៉ង់នេះហើយអាចជាប្រទេសដែលកំពុងតែគំរាមកំហែងយ៉ាងចម្បងប្រឆាំងជាមួយនឹងអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនរហូតមកដល់ខែមិថុនាឆ្នាំ2025នេះអ៊ីស្រាអែលក៏ចាប់ផ្ដើមវាយប្រហារទៅលើគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់តែម្ដងទៅដូច្នេះមិនប្រាប់ក៏បងប្អូនអាចដែរថាតើអ្នកណានៅពីខាងក្រោយខ្នងនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់ក្នុងថ្ងៃនេះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់78នាក់និងរងរបួសរហូតដល់329នាក់មួយនេះអ៊ីរ៉ង់បានហៅព្រឹត្តិការណ៍នេះគឺជាការប្រកាសសង្គ្រាមយ៉ាងច្បាស់ក្រឡែតអ៊ីរ៉ង់បានទាមទារឲ្យ UN Security Council ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់និងប្រកាន់យ៉ាងខ្ជាប់ខ្ជួនថាអ៊ីរ៉ង់ពិតជាមានសិទ្ធិការពារខ្លួនហើយនឹងឆ្លើយតបទៅនឹងការគំរាមកំហែងមួយនេះចំណែកអង្គការសហប្រជាជាតិវិញទាំងសមាគម UN ទាំងនៅអឺរ៉ុបបារាំងអាល្លឺម៉ង់ទូគីអារ៉ាប៊ីសាអូឌីតណូវេរុស្ស៊ីនិងចិនបានសម្ដែងការព្រួយបារម្ភនិងហាមឃាត់ពីការរីករាលដាលនៃសង្គ្រាមដ៏ធំមួយនេះខណៈពេលដែលរុស្ស៊ីនិងចិនបានចោទប្រកាន់ថាអ៊ីស្រាអែលកំពុងតែវាយប្រហារដោយគ្មានមូលហេតុស្របពេលដែលអ៊ីស្រាអែលធ្វើប្រតិបត្តិការនយោបាយយោធាទៅលើតំបន់មួយនេះតើចិននិងរុស្ស៊ីអាចនឹងចូលជួយឬក៏ឆ្លើយតបទៅកាន់អ៊ីស្រាអែលដោយផ្ទាល់ឬទេប្រសិនបើយើងក្រឡេកមើលទៅលើស្ថានភាពបច្ចុប្បន្នគឺក្នុងឆ្នាំ2025នេះចិននិងរុស្ស៊ីកំពុងតែបង្កើតគន្លងសម្ព័ន្ធភាពប្រឆាំងនឹងអាមេរិកនិងសម្ព័ន្ធ NATO ដោយមានកូរ៉េខាងជើងនិងអ៊ីរ៉ង់ជាដៃគូសង្គ្រាមកាលឆាក Proxy Partners ពួកគេនឹងជួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងអ៊ីស្រាអែលដែរទេចម្លើយគឺអត់ទេតើមានមូលហេតុអ្វីខ្លះទើបចិននិងរុស្ស៊ីមិនចូលរួមជួយអ៊ីរ៉ង់ដោយផ្ទាល់នោះសម្រាប់ចិនគឺមានការចាប់អារម្មណ៍ចម្បងទៅលើសេដ្ឋកិច្ចនិងការអភិវឌ្ឍមហាសមុទ្រការចូលរួមសង្គ្រាមនៅមជ្ឈមបូព៌ាដោយផ្ទាល់នោះគឺអាចប៉ះពាល់ទៅដល់ផ្លូវពាណិជ្ជកម្ម Belt Road Initiative និងបណ្ដាលឲ្យមានទំនាស់ជាមួយនឹងអាមេរិកតាមផ្លូវឆ្លងកាត់សេដ្ឋកិច្ចរវាងអាមេរិកនិងខ្លួនសម្រាប់រុស្ស៊ីវិញកំពុងតែព្យាយាមបង្កើតសម្ព័ន្ធនយោបាយជាមួយនឹងអ៊ីរ៉ង់និងសេរីប៉ុន្តែពួកគេចង់ឲ្យអ៊ីស្រាអែលបន្តមានទំនាក់ទំនងខាងផ្លូវទូតនិងយុទ្ធសាស្ត្រទៅវិញទៅមកដូច្នេះការចូលរួមដោយផ្ទាល់អាចប៉ះពាល់អាចបំផ្លាញផែនការដ៏លំបាកមួយនេះបាទតើរុស្ស៊ីនិងចិនជួយអ៊ីរ៉ង់ដោយវិធីបែបណាបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរបស់ខាងក្រោមនេះគឺជាសេណារីយ៉ូខ្លះៗដែលខ្ញុំធ្វើការព្យាករណ៍ទុកសេណារីយ៉ូទី1នោះគឺរូបិយប័ណ្ណនយោបាយគឺជាវិធីដែលប្រទេសមហាអំណាចប្រើពាក្យថាសន្ទនាឬក៏សេចក្តីប្រកាសឬសមិទ្ធផលប្រតិបត្តិការអន្តរជាតិជំនួសឲ្យសង្គ្រាមដោយអាវុធវាគឺជាវិធីមួយនៅក្នុងការបង្ហាញអំណាចនយោបាយនិងអំណាចឯករាជ្យដោយមិនចូលរួមសង្គ្រាមដោយផ្ទាល់តើចំណុចត្រង់នេះអាចកើតឡើងដែរឬទេតើចិននិងរុស្ស៊ីអាចជាប្រទេសទី3ដែលមានឥទ្ធិពលក្នុងការចរចាឲ្យប្រទេសទាំងពីរបញ្ចប់នៃការវាយប្រហារដែរឬទេតើអាមេរិកព្រមទទួលស្គាល់នៅកិច្ចចរចានេះដែរឬយ៉ាងណា